សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទគឺឈ្មោះគឹមសា Edit នៅកម្ពុជាក្រោមសប្តាហ៍បំពេញការងារនៅប្រទេសវៀតណាមទីក្រុងបាញ់យើង ហើយវីដេអូមុននេះខ្ញុំក៏បានលើកឡើងអំពីការងាររៀងរាល់ថ្ងៃដែលព្រឹកព្រលឹមខ្ញុំមុនទៅធ្វើការហើយនឹងមកពីធ្វើការរៀបរាប់បងប្អូនបានស្ដាប់បានយល់អំពីលក្ខណៈថាយើងទៅអាម៉េចនៅទីក្រុងវៀតណាមធ្វើអាម៉េចអីអាម៉េចប៉ុន្តែក្នុងថាលក្ខណៈថាហូបបាយហូបកាហ្វេផឹកទឹកគួយលេងហ្នឹងយើងអាចថតបានបងប្អូនទុកឧបមាថាយើងកំពុងធ្វើការនៅកន្លែងធ្វើការយើងគេហាមថតបងប្អូនគេមិនអោយថតទេសម្បីទូរស័ព្ទគេមិនអោយកាន់ផងហ្នឹងហើយអាហ្នឹងដោយសារខ្ញុំថតបានដោយសារខ្ញុំលួចថតលាក់វាដែរមិនអោយថតពេញមុខទេថតពេញមុខបើថាវាឃើញយើងវាអាចនឹងចាប់យើងបានបងប្អូនភាកវិន័យយើងកាត់លុយយើងហ្នឹងហើយចឹងបានយើងគោរពច្បាប់តាមមិនដែរយើងថាកន្លែងណានៅមានចម្ងល់ខ្ញុំនឹងអាចថតលួចបងប្អូនបានឃើញទេអត់ថតថាពេញមុខពេកទេហ្នឹងហើយថាទីហោเลยថានៅបន្ទប់ជួលដែលខ្ញុំនៅបន្ទប់ជួលបងប្អូនដែលថានៅបន្ទប់ជួលដែលជាក្នុងមួយខែទៅយើងបង់ឲ្យគេមិនជាអឺក្នុងមួយខែបង់ជាប្រហែលទៅ200000ជាងបងប្អូន22 230000ណាចូល22 230000បងប្អូនក្នុងមួយខែហ្នឹងមកគិតជាលុយដុងគឺវាអស់មកមកទាវ300,000ចូលដល់មកទាវ400,000ក្នុងមួយខែបើគិតជាលុយកម្ពុជាយើងលុយរៀលបើហោបើអស់ទៅជាប្រហែល200000ជាងបងប្អូនវាយយើងវាយត្រឹមឆ្មានតែ230000ចុះហ្នឹងហើយរឿងកាក់ទឹកកាក់ភ្លើងយើងគិតទាំងអស់លងបើរឿងកាក់បន្ទប់ជួលរបស់គេមកបន្ទប់សុតហ្នឹងគឺវាអស់ក្នុងមួយកាក់បើគិតជាកាក់តលុយវៀតណាមគឺវាអស់1 លាន1,100,000 ដុងបើគិតជាលុយខ្មែរយើងលុយកម្ពុជាយើងគិតអស់1,100,000គិតអស់ប្រហែល10,000ប្រហែល10,000អីណាប្រហែលចូលខ្ទង់នោះឥឡូវនេះខ្ញុំកំពុងតែម៉ោង4ជាងម៉ោង5បងប្អូនចំទោះម៉ោង5ណាខ្ញុំកំពុងមកពីធ្វើការវិញឥឡូវកំពុងតែឡើងវីដេអូថតជូនពុកម៉ែបងប្អូនយើងទស្សនាថាបងប្អូនទស្សនាទៅកុំភ្លេចឃើញខ្ញុំបាទកំពុងថតបងប្អូនមើលចឹងហើយកុំភ្លេចឲ្យសញ្ញាមេដាយយើងចុច subscribe ឲ្យខ្ញុំមួយផងព្រោះអីខ្ញុំ channel របស់ខ្ញុំទំតចាប់ផ្ដើមមកថានៅកម្ពុជាក្រោមយូរដែរហើយប្រហែលចូលចិត្ត6 7ឆ្នាំអីហើយបងប្អូនតែខ្ញុំអត់សូវមានពេលថតព្រោះអីយើងបន្ថែមម៉ោងញ៉ាំពេកធ្វើរោងចក្រមុនថាថែមម៉ោងទៅម៉ោង8ជើងកន្លះវិញម៉ោង7 9បានយើងមកផ្ទះដល់ឥឡូវខ្ញុំចប់ពីកុងទីចាស់ហ្នឹងខ្ញុំចូលចប់ពីរោងចក្រកាសតាក់ចាស់ហ្នឹងខ្ញុំចូលរោងចក្រថ្មីអញ្ចឹងថាឥឡូវគេដើរ8 ម៉ោងអញ្ចឹងទៅយើងចូលម៉ោង6 ព្រឹកចាញ់ម៉ោង 2បើយើងចូលម៉ោង 2ចាញ់ម៉ោង 10 យប់បើចូលម៉ោង 10 យប់ចាញ់ម៉ោង 6 ភ្លឺអញ្ចឹងបងប្អូនហ្នឹងហើយតែឥឡូវខ្ញុំពីអារៀមនេះខ្ញុំក្នុងពីអាទិត្យហ្នឹងខ្ញុំធ្វើការថាចូលម៉ោង 7 កន្លះចាញ់ម៉ោង 4អាហ្នឹងលក្ខណៈថាខ្ញុំទៅចោលថាខ្ញុំធ្វើយូរខ្លាចខ្ញុំថា
ថាបន្ថែមម៉ោងឬមួយក៏យើងដើរត្រូវយប់ចឹងវិញបងប្អូនចាំមិនបន្តទៀតចាំមិនអីខ្ញុំថតដល់បងប្អូនទស្សនាជារៀងរាល់ថ្ងៃបាទឥឡូវសូមប៉ុណ្្នឹងចុះអរគុណសូមជម្រាបលាពុកម៉ែបងប្អូនសុខសប្បាយទាំងអស់គ្នាបាយបាយ